រឿងស្កាមអនឡាញជារឿងពីរដែលធំធ្វើឲ្យប្រទេសកម្ពុជាយើងបាត់មុខបាត់មាត់អន់មែនតែនគេថារោគហៅបណ្ឌឺបងប្អូនក៏ប៉ុន្តែរឿងដែលធំមួយនៅក្នុងសង្គមកម្ពុជានឹងរឿងដែលលោកហ៊ុនសែនបានកសាងមកជាច្រើន40ឆ្នាំហ្នឹងធ្ងន់មែនតែនគឺរឿងអយុត្តិធម៌សង្គមហ្នឹងបងប្អូនអយុត្តិធម៌ហ្នឹងគេហៅថាមហាអយុត្តិធម៌វាមិនដែលឃើញមានប្រទេសណានៅក្នុងឆ្នាំ2021ជាក្នុងនាមជាប្រទេសប្រជាធិបតេយ្យហើយយើងពលរដ្ឋយើងអត់មានគិតគូរដល់ពលរដ្ឋយើងគិតថាអនាគតយើងគិតថាអ្នកដែលនៅជុំវិញរបស់គាត់កូនចៅរបស់គាត់ដូចថាកូនឲ្យនៅបន្តតែប៉ុណ្្នឹងនៅមានកូនខ្មែរខ្លះនៅបន្តចាញ់បោករបស់លោកហ៊ុនសែនទៀតខ្ញុំមើលទៅយើងឃើញថាជាង40ឆ្នាំហើយបងប្អូនតាំងពីឪរហូតមកដល់កូននឹងលោកហ៊ុនសែនអត់មានបន្សល់នៅអ្វីទេបន្សល់តែការឈឺចាប់ហើយបើថាទន្ទឹមនឹងការឈឺចាប់នឹងភូតផលកុហកណាស់យកអាវប្បធម៌ដឹងគុណនឹងយកមកប្រើប្រាស់តាំងពីឪរហូតមកដល់កូនបងប្អូនហើយមិនបាទខ្ញុំចង់យកអាវប្បធម៌ដឹងគុណនឹងមកទឹកចំណុចបន្តិចពួកអីខ្មែរយើងនឹងភាគច្រើននឹងដឹងហើយយល់ហើយថាគាត់ក្រីក្រខ្មែរយើងនឹងមានទំនៀមទម្លាប់ថាបើគេឲ្យបាយយើងមួយពេលនឹងត្រូវដឹងគុណគេមួយជីវិតព្រោះហើយលោកហ៊ុនសែននិងតកូលហ៊ុនបានយកអវបធរនឹងយកមកសាបព្រោះនៅប្រទេសកម្ពុជាខ្លាំងមែនទែនបងប្អូនតាំងពីគាត់ចូលហៅវៀតណាមមកវាយខ្មែរក្រហមនឹងគាត់ដឹងគុណខ្លះអាគុណមួយនឹងមិនដែលលៀងចាញ់ទេមិនដែលលៀងចេះទេ30 40ឆ្នាំនៅតែគុណរបស់គាត់ជាអតិទេពគាត់ជាកូនកើតនៅក្រោមបណ្ឌឹងប្រចាំតាមពិតនេះជាពលទាហានមួយដ៏តូចមួយដែលគ្មានដឹងអីសោះដែលគ្មានយើងឃើញហើយអំពើរបស់គាត់ការសាបព្រោះរបស់គាត់ទាំងកាត់កិរិយារបស់គាត់នៅតែជាខ្មែរក្រហមរហូតលោកដៅគុណ30 40ឆ្នាំរហូតដល់មនុស្ស70ឆ្នាំជាងហើយនៅតែប្រើពាក្យសម្ដីខ្មែរក្រហមមួយវាយមួយមឹងហែងបើមិននេះមីនោះវាហួសហេតុពេកហើយអវបធរនឹងការភូតកុហកឲ្យដឹងគុណនឹងវាធ្វើឲ្យខ្មែរយើងនឹងបាក់ស្បាតដាក់ដឹងគុណយ៉ាងម៉េចខ្ញុំនិយាយម្ដងទៀតណាគាត់យកឈ្មោះគាត់យកដាក់នៅកន្លែងគ្រប់កន្លែងតាមពិតលុយបានមកពីខ្ចីបរទេសមកសាងសង់នេះទៅសាងសង់នោះទៅពហុកីឡាដេជោព្រែកជីកហ្វូណូដេជោសាលារៀនដេជោអត់មានថានៅពីក្រោយហ្នឹងមានស្អីខ្លះនៅពីក្រោយហ្នឹងអត់មានពលរដ្ឋហ្នឹងក្រីក្រដោយសារគាត់មិនដឹងដោយសារមនុស្សចេះតែអរគុណសន្តិភាពទៅបងប្អូនរឿងអាវប្បធម៌អរគុណវប្បធម៌ដឹងគុណហ្នឹងធ្វើឲ្យខ្មែរហ្នឹងបាក់ស្បាតធ្វើឲ្យខ្មែរហ្នឹងអត់មានគិតអីចេញនឹកស្មានថាលោកហ៊ុនសែននឹងដឹងអ្នកដែលក្រីក្រខ្ញុំនិយាយជនខ្មែរភាគច្រើនដែលបានជំនួយបានអីបន្តិចទៅពីលោកហ៊ុនសែនក៏អត់ដឹងថាគាត់ដឹងហើយប៉ុន្តែគាត់ធ្វើមិនដឹងដោយសារតែគាត់ត្រូវការហូបអាហារបន្តិចតួចដែលបានពីលោកហ៊ុនសែនហ្នឹងធ្វើឲ្យគាត់នឹងទាល់តម្រេះធ្វើឲ្យបាទយើងដឹងហើយថាទោះជាលុយធ្វើសាលារៀនអុកញ៉ាឲ្យលុយមកធ្វើសាលារៀនធ្វើវិទ្យាល័យកាប់ឈើអស់តែត្រូវការឈើ200ម៉ែត្រគិតទៅកាប់លុយកាប់ឈើដល់28000ម៉ែត្រទៀតអាហ្នឹងរឿងបន្តិចបន្តួចទេបងប្អូនក៏ប៉ុន្តែរឿងហ្នឹងហើយដែលធ្វើបន្សិចបន្សល់ឲ្យខ្មែរយើងនឹងដឹងអាវប្បធម៌ដឹងគុណវប្បធម៌អីនឹងធ្វើឲ្យខ្មែរយើងធ្លាក់ធ្ងន់ធ្ងរមែនតើហើយរហូតមកដល់កូនហ្នឹងក៏ដូចគ្នាដែរបងប្អូនគាត់តែគេដូរគេមិនយកឈ្មោះគេយកដាក់ក៏ប៉ុន្តែគេប្រើរបៀបផ្សេងណានេតិវីដេជោស្អីណាមន្ទីរពេទ្យពេជ្រមនីស្អីណាហើយពេជ្រមនីគាត់ចេះអីធ្វើអីឲ្យធ្វើគេយកគ្រួសារគេនឹងធ្វើឲ្យជាអ្នកមានគុណក្បាក់ក្រហមអញ្ចឹងម្ល៉េះរឿងហ្នឹងជារឿងមួយដែលយើងគួរណាស់តែថ្កោលទោសតកូលហ៊ុនមួយនេះតកូលហ៊ុននឹងសាបព្រោះអំពើអយុត្តិធម៌អំពើយងក្នុងហើយដើរនៅតែបន្តបោកប្រាស់ពលរដ្ឋខ្មែររៀងរាល់ថ្ងៃហើយមានអ្នកជឿលោកហ៊ុនសែនលោកបើហ៊ុនមានអ្នកខ្លះជឿមកប្រហែលដល់ពេលនេះថាល្មមបានភ្ញាក់ពីដេកខ្លះទៅឲ្យដឹងថារបស់អ្វីដែលលោកហ៊ុនសែននិយាយផ្សព្វផ្សាយប្រមាណនឹងសិតតែរបស់បោកប្រាស់សិតតែរបស់ភូតផលកុហកដល់ហើយនឹងគាត់ភូតផលកុហកនៅបន្តបោកប្រាស់នឹងជាទោសមួយធ្ងន់ដែលជួយបានអាចទទួលយកបានលោកដាហ៊ុនបាទសូមអរគុណប៉ុណ្ណឹងបាទអរគុណបងច្រើនកាប់អត់តែនឹងគឺតាមស្ដាប់ប្រសាសន៍បងមួយប្រសាសន៍គឺថា
លោកហ៊ុនសែនមិនហ៊ានព្រមព្រៀងរៀបចំយុទ្ធសាស្ត្រកងទ័ពដើម្បីឲ្យស្វែងរកអនុទានដោយសារហ៊ុនសែនចាប់លក្ខខណ្ឌច្រើនជាមួយថៃតែយើងនឹងជាលក្ខខណ្ឌស្អីខ្លះគឺហ៊ុនសែនមិនហ៊ានគេថាបញ្ចេញសាច់ដុំដើម្បីគេថាទប់ស្កាត់ជាមួយខាងភាគីសៀមទេហើយទន្ទឹមនឹងដែរលោកបានលើកឡើងថាទាំងអូទាំងកូនដឹកនាំប្រទេសជាង40ឆ្នាំបន្សល់នូវការឈឺចាប់ដល់ប្រជាពលរដ្ឋអត់មានបានលើកស្ទួយនៅសេដ្ឋកិច្ចជាតិក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋបានសម្បូរសប្បាយទេក៏ប៉ុន្តែថ្មីនេះថ្ងៃ28ខែមិថុនាកន្លងទៅនឹងថាក្នុងខែនោះដែលគណៈបព្វជិជនគេប្រកបពីខួបលើកទី75ឆ្នាំលោកហ៊ុនសែនបានលើកឡើងថាក្នុងការថាដឹកនាំប្រទេសរបស់លោកជាង40ឆ្នាំគឺថាគណៈបព្វជិជនបានថាកសាងសមិទ្ធផលយ៉ាងមហិមាគឺថាជាពិសេសគឺបញ្ញាដល់សុខសន្តិភាពសម្បូរសប្បាយឲ្យប្រជាពលរដ្ឋរស់ក្នុងសេចក្តីសុខសប្បាយទាំងអស់គ្នាអត់មានសង្គ្រាមអត់មានការជិះជាន់អីជាដើមដល់ចំពោះការលើកឡើងរបស់លោកហ៊ុនសែនបែបនេះតើលោកពលរដ្ឋលោកមានទស្សនៈយល់ឃើញយ៉ាងម៉េចចំពោះការលើកឡើងរបស់លោកវណ្ណរិនហើយចំពោះការលើកឡើងរបស់លោកហ៊ុនសែនថ្មីនេះបាទសុខទេបាទខ្ញុំសូមបន្ថែមទៅអ្វីដែលលោកវណ្ណរិនលើកមកមិញហ្នឹងចាំខ្ញុំឆ្លើយសំណួរលោកដៅហ៊ួនបងប្អូនប្រជាពលរដ្ឋបងប្អូនយល់ច្រឡំធ្ងន់ណាគឺបាយមួយវែកស្ដែកមកគួរហ្នឹងយើងអរគុណគេឲ្យគេថាឲ្យនិយាយថាម៉េចអរគុណសន្តិភាពគ្រប់ពេលអញ្ចឹងទៅអរគុណដល់ណាទៀតបើអស់ទឹកអស់ដីអស់កោះត្រល់អស់កន្លែងក្លែងខ្លាញ់ផ្ទៃសមុទ្រខ្មែរដល់ទៅ40000គីឡូម៉ែត្រការ៉េមិនតិចទេច្រើនណាស់បាទទោះបីមួយមីលីម៉ែត្រការ៉េហ្នឹងក៏ជាងថាច្រើនផងអាចចុះលេខរាប់10000គីឡូម៉ែត្រការ៉េធំមែនទែនហើយបងប្អូនអរគុណដល់ណាទៀតប៉ុន្តែក៏ពេលហ៊ុនសែននឹងត្រូវអរគុណប្រជាពលរដ្ឋអរគុណ$23.91ដែលបានបកគលដែលបានផ្ដល់ទួនាទីឲ្យហ៊ុនសែនមកកាន់តំណែងសប្តាហ៍ថ្ងៃនេះព្រោះដោយសារ$23.91ទេហើយម្យ៉ាងហ៊ុនសែនជាអ្នកបម្រើរបស់ប្រជាពលរដ្ឋណាយើងនិយាយពីរឿងក្នុងរដ្ឋធម្មនុញ្ញរដ្ឋាភិបាលរាជរដ្ឋាភិបាលជារដ្ឋាភិបាលដែលបម្រើពលរដ្ឋអំណាចយកពីពលរដ្ឋយកមកប្រើសម្រាប់ដោះស្រាយបញ្ហាជូនពលរដ្ឋហើយផ្ទុយទៅវិញលក់ទឹកលក់ដីលក់ព្រៃព្រឹក្សាយកទៅផ្ទះពលរដ្ឋថែមទៀតបងប្អូនអរគុណគេទៀតបាទគេទៅពិចារណាកន្លែងហ្នឹងតិចបាទសមទេចំពោះចៅដែលគេមកលួចមកប្លន់យើងហើយគេឲ្យដល់ពេលចៅដដែលហ្នឹងឲ្យយើងមកថាឲ្យគេឲ្យយើងអរគុណគេពេលដែលគេឲ្យអន្សមមួយឬក៏ឲ្យបាយមួយចានហ្នឹងយើងអរគុណគេទៅទៀតហើយតែពេលកយើងសោះបាយយើងសោះហ្នឹងណាបាទបងប្អូនត្រូវកុំយល់ច្រឡំកន្លែងហ្នឹងខ្ញុំមិនដឹងថាយ៉ាងម៉េចទេប៉ុន្តែបងប្អូនមានបញ្ញាចេះគេដែរល្មមយល់កន្លែងហ្នឹងនេះបន្ថែមទៅលើអ្វីដែលយើងបានលឺមកសុបីកន្លែងណាដោយអរគុណសន្តិភាពហ៊ុនសែនត្រូវអរគុណប្រជាពលរដ្ឋខ្មែរខ្ញុំបើកវងកញ្ចក់បន្តិចខ្ញុំមើលក្នុងក្រសួងអប់រំណាកុំថាឡាយត្រឹមតែសាលារៀនឬក៏កន្លែងទីអារាមផ្សេងនៅក្នុងវិញ្ញាបនបត្រលើកទឹកចិត្តបានកិត្តិយសស្អីហ្នឹងក៏ដាក់អរគុណសម្ដេចតេជោរង្វាន់សម្ដេចតេជោហ៊ុនសែនសួរថារង្វាន់ស្អីក៏ចង់បានមុខបានបត់សម្បើម្លេះយកទៅណាហើយមិនមែនហ៊ុនសែននឹងលុយពីហ៊ុនសែននឹងណាលុយប្រជាពលរដ្ឋទៅលុយខ្លួនឯងទៅហ៊ុនសែនទេយកឈ្មោះបងប្អូនទៅខ្ចីបុលគេរាប់ពាន់លានដុល្លារដល់ពេលបានលុយមកយកមកចែកទិញចែកក្នុងតកូលហ៊ុននឹងប្រមាណភាគរយអញ្ចឹងទៅឬក៏ទិញនីលកាយហូហែនឹងទៅហើយបងប្អូននៅតែខ្វះព្រឹកខ្វះល្ងាចបាយលេងតគួនអត់បាយដល់សំទានគេបរិច្ចាគធ្វើពលករចំណាក់ស្រុកថៃកូរ៉េជប៉ុនអីចឹងទៅនឹងឡាក់នេះជារឿងដែលបងប្អូនត្រូវគិតណាមិនមែនបងប្អូនត្រូវទៅអរគុណសន្តិភាពអីទេហើយសន្តិភាពកន្លែងណាបើវាអស្ថិរភាពគ្រប់កន្លែងហ្នឹងអានោះវាជារឿងមួយទៀតចំណុចទី2បាទកន្លែងស្រុកខ្មែរយើងគ្មានកន្លែងណាមានសន្តិភាពទេសន្តិភាពលុះត្រាតែប្រជាពលរដ្ឋនឹងអាចបញ្ចេញមតិបានមានសិទ្ធិសេរីភាពហើយប្រជាជនចង់ share Facebook ចង់ចុច like ណាមួយមើលទៅហ៊ានតែឌីលហ៊ុនសែនឌីលពួកប្រាច់ការដែលប្រព្រឹត្តនៅអំពើទុច្ចរិតមើលត្រូវបានអាជ្ញាធរទៅដល់ផ្ទះចាប់ដាក់គុកភ្លាមឥឡូវហ្នឹងគឺមួយបាយមួយឥឡូវហ្នឹងហើយនេះចឹងជារឿងដែលបងប្អូនត្រូវគិតថាសន្តិភាពវាមិនមានបែបហ្នឹងទេសន្តិភាពដូចថារដ្ឋអាមេរិកនៅកាណាដាដែរ
បាទចំទីរិះគន់ត្រាំចង់រិះគន់នាយរដ្ឋមន្ត្រីណាកាណាដាក៏ដោយក៏គេមិនដែលចាប់ពលរដ្ឋដាក់គុកដែរពីព្រោះពលរដ្ឋគឺជាមនុស្សដែលមកចោលអំណាចអាហ្នឹងយើងត្រូវយល់ហើយក៏វាធ្វើឲ្យខុសទេក៏រិះគន់នោះអាហ្នឹងទី1ទី2បកមករឿងអ្វីដែលហ៊ុនសែនអួតក្អេងក្អាងថាអូខួប75នៃគណៈបកប្រជាជននឹងបានធ្វើឲ្យប្រទេសជាតិរីកចម្រើនបានធ្វើឲ្យបងប្អូនរស់នៅក្នុងសេចក្តីសុខខ្សែមសានមានផ្ទះថ្មធំមានឡានជិះមានផ្លូវដើរយើងគិតមើលយើងគិតមើលឲ្យមែនតើបងប្អូនសួរថាក្នុងរយៈពេលប្រហែលឆ្នាំនេះខ្ញុំឃើញដែលស្ថានភាពស្រុកខ្មែរដើរថយក្រោយទៅច្រាស់ទិសត្រង់ថាកាលដែលយើងនៅក្នុងសម័យខ្មែរក្រហមឬក៏យើងចប់ពីសម័យខ្មែរក្រហមភ្លាមណាព្រៃឈើខ្មែរអត់មានបាត់ទេច្រើនណាស់ 75% ដល់បាទហើយចំណែកបូនភាពទឹកដីក៏អត់បាត់ដែរយួនគ្មានហ៊ានចូលក្នុងស្រុកខ្មែរទេបាទដល់ពេលដែលសន្ធិសញ្ញាមិត្តមើលឆ្នាំ1986 1979 82 83 85អីទាំងអស់នេះវាបាត់អស់លីងទៅបាទសន្ធិសញ្ញាលប់ធ្វើឲ្យខ្មែរវេទនាសន្ធិសញ្ញា1981អានេះចរាចរចេញច្បាស់ណាស់ថាពេលណាដែលយួនមកនៅស្រុកខ្មែរហើយបាទអត់មានការធ្វើទៅរកការឲ្យបងឲ្យយួនធ្វើណាបើយួនគ្មានសាលារៀនត្រូវផ្គត់ផ្គង់សាលារៀនឲ្យយួនបើយួនខ្វះដីកប់ខ្មោចនិយាយខ្លីមកខ្មែរត្រូវផ្ដល់សេវាកម្មនឹងឲ្យទៀតអីក៏យ៉ាប់ម្លេះហើយចំពោះខ្មែរខ្លួនឯងដែលរស់នៅលើម្ចាស់ទឹកម្ចាស់ដីហ្នឹងរស់តែអង្គជួយឆ្នាំមិនបានផងសម័យឥឡូវនេះបានជាខ្ញុំដើរថយក្រោយហ្នឹងបន្ទាល់ឥឡូវនេះឃើញបងប្អូនមានបងប្អូនជាពាក់គេវ៉ាន់កណាសពថ្ងៃហ្នឹងណាគេជាពាក់គេដែរបាទមិនត្រឹមតែជាពាក់បំណុលគេទេថែមទាំងអត់ដីនៅទៅទៀតដូចសពថ្ងៃនេះថែមមួយទៀតលោករីគាខ្ញុំចង់កាត់ប្រសាលោកខ្ញុំចង់ឲ្យលោកជួយបកស្រាយបន្ថែមទៀតពាក់ព័ន្ធនឹងបញ្ហាសិទ្ធិរបស់ពលរដ្ឋខ្មែរបច្ចុប្បន្នហ្នឹងគឺក្នុងរង្វង់10ឆ្នាំហ្នឹងប្រជាពលរដ្ឋខ្មែរទៅធ្វើអត្តសញ្ញាណប័ណ្ណសារជាថ្មីវិញម្ដងដូចជាយើងនៅឯនេះគេថា renew green card ចឹងក៏ប៉ុន្តែចំពោះជនបរទេសអន្តរវេសដែលរស់នៅកម្ពុជាគេមានបណ្ណអចិន្ត្រៃយ៍តើលោកឃើញថាការបញ្ហានឹងមានគេថាមានបញ្ហាស្អីគេថាអយុត្តិធម៌ចំពោះពលរដ្ឋខ្មែរទេ100% បញ្ហាអយុត្តិធម៌ចំពោះប្រជាពលរដ្ឋខ្មែរជាម្ចាស់ទឹកម្ចាស់ដីបាទក្នុងរដ្ឋធម្មនុញ្ញយើងជាពលរដ្ឋខ្មែរមានសិទ្ធិគ្រប់បែបយ៉ាងទាំងអស់មិនដែលប្រទេសណាបង្ខំឲ្យប្រជាពលរដ្ឋគេទៅធ្វើអត្តសញ្ញាណប័ណ្ណរៀងរាល់10ឆ្នាំម្ដងអញ្ចឹងទេប្រឡប់បាទវា ID វាមានអត្តសញ្ញាណប័ណ្ណស្រុកកំណើតរបស់អត្តសញ្ញាណប័ណ្ណហ្នឹងគឺថា ID គឺ ID ហើយបើថាបានបើកបរអានឹងវាត្រូវ renew ត្រូវអីចឹងហើយ ID នៅកន្លែងណាគឺវាត្រូវតែមាន renew បើថាខ្ញុំនិយាយពីរឿងសញ្ជាតិវិញវាត្រូវ renew ទេសញ្ជាតិវាសញ្ជាតិប៉ុន្តែរឿងយួនដែលមកនៅស្រុកខ្មែរហ្នឹងផ្ដល់សិទ្ធិឲ្យគេស្មើនឹងសញ្ជាតិខ្មែរយើងហ្នឹងខ្លាំងណាស់បាទធ្វើមិននឹងហ្មងអត់បាច់ចាំធ្វើទេស្មើនឹងសញ្ជាតិនៅនឹងស្រុកខ្មែរនេះគេប្រើតែតសញ្ញាណប័ណ្ណរបស់គេទៅគឺថាមានអចិន្ត្រៃយ៍ហ្មងតែចំពោះខ្មែរយើងវិញតែជាម្ចាស់ទឹកម្ចាស់ដីយើងត្រូវ renew 10ឆ្នាំម្ដងទុក20ឆ្នាំម្ដងក៏ខ្ញុំយល់ថានឹងវាអត់ត្រូវទេអត់ស្មើភាពទេដែរបើថា renew ទាំងអស់គ្នាទៅបាទហើយយួនដែលមនុស្សខុសច្បាប់ហ្នឹងក៏មិនត្រូវធ្វើបែបហ្នឹងដែរអាហ្នឹងវាអយុត្តិធម៌ណាស់បាទចំពោះសហរដ្ឋអាមេរិកគេមិនដែលឬក៏ប្រទេសកាណាដាគេមិនដែលធ្វើបែបហ្នឹងទេខ្ញុំយល់ថាប្រទេសប្រជាធិបតេយ្យមួយហ្នឹងនឹងឲ្យថាដើរថយក្រោយច្បាប់នេះមិនដឹងជាច្បាប់នឹងបានមកពីណាទេចេះតែបង្កើតដើម្បីរកលុយផងដើម្បីគ្រប់គ្រងនៅទង្វើពុករលួយដល់ឆ្អឹងដល់គួរឆ្អឹងនឹងផងហើយនឹងបង្កើតឲ្យមានផលវិបាកដល់បងប្អូនប្រជាពលរដ្ឋច្បាប់កាលណាបង្កើតឡើងធ្វើទុកទោសមរេងដល់ពលរដ្ឋមិនត្រូវខ្លាចជាច្បាប់ទេបាទជាពិសេសពលរដ្ឋម្ចាស់ស្រុកហ្នឹងច្បាប់បង្កើតឡើងសម្រាប់ជួយពលរដ្ឋឧទាហរណ៍ stop sign មួយពីមុនមកមនុស្សអត់មានកន្លែងនឹងបើកអត់មានឈប់ទេប៉ុន្តែដោយសារតែបុកគ្នាស្លាប់ម្ដងពីរដង3ដងចឹងទៅគេត្រូវបង្កើត stop sign ហើយដើម្បីកុំឲ្យឡានគេទៅទៀតត្រូវតែឈប់កន្លែងហ្នឹងត្រូវតែឈប់ចឹងហ្មងហើយអានេះគេធ្វើអីដើម្បីកុំឲ្យមានមនុស្សស្លាប់តទៅទៀតដើម្បីជួយសម្រួលអ្នកបើកឡានអ្នកដើរអីហ្នឹងឲ្យបានឲ្យមានសុវត្ថិភាពមិនមែនគេដល់ពេលងាប់ហើយច្រើនដឹងតែអញ្ចឹងហើយដល់អា stop sign នឹងចោលឲ្យមនុស្សបើកបានតាមចិត្តឯណាវាមិនអញ្ចឹងអានឹងផ្ទុយព្យាយាមសម្រាប់ពលរដ្ឋនេះសប្តាហ៍នេះកំពុងតែសម្រាប់ដោយប្រយោលហើយច្បាប់អស់នេះគឺមិនត្រូវមានដាច់ខាតហើយចំពោះប្រជាពលរដ្ឋខ្មែរបាទវាអយុត្តិធម៌ណាស់
បាទអរគុណច្រើនលោករីគីចំពោះការលើកឡើងពាក់ព័ន្ធនឹងបញ្ញាច្បាប់នៅប្រទេសកម្ពុជាបាទជាការយុទ្ធធរសម្រាប់ប្រជាពលរដ្ឋខ្មែរជាពិតប្រាកដណាស់ដូចជាលោកក្តីខ្ញុំក្តីយើងនៅប្រទេសកាណាដាលោកនៅអាមេរិកតែយើងជួយសញ្ជាតិគឺអត់មានការ renew ទេយើង renew តែបានបើកបរទេនៅកាណាដា5ឆ្នាំទៅ renew ម្ដងអានឹងបានបើកបរចំណុចសញ្ជាតិគឺថាតែចូលហើយគឺចប់ហើយមួយជីវិតរហូតដល់ថ្ងៃស្លាប់ក៏ប៉ុន្តែចំពោះខ្មែរយើងជាជនជាតិខ្មែរកើតមកគឺគេថាចូលជាសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិក៏តែហេតុអ្វីទៅធ្វើអត្តសញ្ញាណប្រថាសារជាថ្មី10ឆ្នាំម្ដងអានេះខ្ញុំក៏ចម្លែកដែរចំពោះការប្រទេសកម្ពុជាច្បាប់ប្រទេសកម្ពុជារបស់យើងអានេះជាយើងឃើញថាចម្លែកមែនទែនអូខេខ្ញុំសូមបន្ថែមមួយទៀតមិនដែលមានច្បាប់ពីសម័យសង្គមរាស្ត្រនិយមក្តីសម័យលន់នល់ក្តីគឺថាយើងសម័យខ្មែរក្រហមយើងបាញ់និយាយទៅចុះព្រោះអត់មានទេពីមុនមកគឺមិនដែលធ្វើបែបហ្នឹងទេបាទមិនដែលមានច្បាប់ឯណាត្រូវខ្ញុំមិនដែលលឺឪពុកក្មេងខ្ញុំឬឪពុកជីតាខ្ញុំក៏ត្រូវទៅធ្វើ10ឆ្នាំម្ដងឬក៏5ឆ្នាំម្ដងតែរបត់ដែលបានគាត់បណ្ណាប៉ុណ្ណឹងហើយរហូតដល់មកមិនដឹងជាប្រហែលឆ្នាំទេបើឥឡូវនេះគេដូរបែបហ្នឹងអាហ្នឹងបើដូរក៏ដូរទាំងអស់ទៅក៏បើទៅដូរតែខ្មែរអត់យួនអញ្ចឹងអានេះបាត់ត្រូវបាទវាអត់ត្រូវរឿងបាទអរគុណច្រើនលោករីកលោកខ្ញុំងាកមកលោកវណ្ណលោកវណ្ណដូច្នេះប្រធានបទយើងយប់នេះហាក់ដូចជាវាទលំទលាវាក៏ពិតមែនក៏មិនដែរខ្ញុំចង់ឲ្យលោកជួយបញ្ជាក់បន្តិចពាក់ព័ន្ធនឹងប្រធានបទយើងដែរក៏ថានាំធាតុកទោសរបស់តកូលហ៊ុនដោយសារលោកហ៊ុនសែនបានបង្កនូវភាពអយុត្តិធម៌ដល់សង្គមខ្មែរយ៉ាងច្រើនខាងពេកក៏ប៉ុន្តែឥឡូវចំពោះលោកមានទស្សនៈយកឃើញយ៉ាងម៉េចដែរបើប៉ះសិនជាការថ្កោលទោសរបស់ប្រជាពលរដ្ឋខ្មែរហ៊ុនសែនមិនព្រមធ្វើតាមមិនត្រឹមតែមនុស្សសូម្បីតែសពថ្ងៃនឹងអន្តរជាតិក៏ដាក់សម្ពាធទៅលើរបបហ៊ុនសែនដែរក៏ប៉ុន្តែគេនៅតែមិនអនុវត្តដែរដូច្នេះយើងឃើញថាចំពោះលោកយកឃើញយ៉ាងម៉េចដែរលោកខ្មែរយើងមានជំរើស3ទី1ក្រោកធរទី2ចូលរួមក្នុងការបោះឆ្នោតចើសរើសគណៈបកណាមួយដែលយើងទុកចិត្តទី3អាចចូលរួមគ្រប់គ្រងក្នុងចលនារបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នៅខាងក្រៅការប្រទេសតើប្រជាជនយើងគួរតែធ្វើយ៉ាងណាជំរុញទាំង3ដើម្បីផ្លាស់ប្ដូរមេរៀននាំឲ្យតតែបានក្នុងថ្ងៃអនាគតនោះបាទចំពោះតកូលហ៊ុនដែលធ្វើបាបពលរដ្ឋហើយក្នុងរយៈពេលជាង40ឆ្នាំនេះបានបន្សល់ទុកនៅភាពអយុត្តិធម៌និងភាពបែកបាក់គ្រួសារយើងមិនដែលឃើញមាន40-50ឆ្នាំឯលោកដៅហ៊ុនមិនដែលមានប្រទេសណាដូចប្រទេសកម្ពុជាវប្បធម៌សិលធម៌ដើរថយក្រោយស្អីដើរថយក្រោយទាំងអស់បងប្អូនហើយគាត់អួតអាងពីរឿងអាគារពីរឿងហេដ្ឋារចនាសម្ព័ន្ធនេះមុននឹងអួតក្អេកអាហេដ្ឋារចនាសម្ព័ន្ធហើយបងប្អូនមើលយល់ឃើញថាប្រទេសកម្ពុជាអភិវឌ្ឍប៉ុណ្ណាមើលទៅប្រទេសជិតខាងបងប្អូនមើលទៅប្រទេសជិតខាងផងប្រទេសថៃក៏ដោយប្រទេសវៀតណាមក៏ដោយប្រទេសណាក៏ដោយគេនៅជុំវិញប្រទេសយើងឬមួយប្រទេសណាដែលទឹកចេញពីសង្គ្រាមក៏ដោយក៏គេអភិវឌ្ឍលឿនដែរព្រោះថាក្នុងរយៈពេល50ឆ្នាំក្រោយនេះប្រទេសណាគេអភិវឌ្ឍដែរហើយអភិវឌ្ឍហ្នឹងបងប្អូនមិនមែនបានស្អីថាអភិវឌ្ឍតតែមានអាគារធំបានហើយអភិវឌ្ឍទេគឺថាអភិវឌ្ឍសង្គមជារឿងមួយដ៏ល្អបំផុតខ្ញុំទៅប្រទេសCentral America ឬអាមេរិកសោះអាមេរិកាទៅកូស្តារីកាទៅកូឡុំប៊ីអីគេអត់មានអាគារធំដូចកូស្តារីកាដូចអីអត់មានតែប្រទេសគេល្អប្រជាជនគេល្អប្រជាជនគេស្លូតប្រជាជនគេហើយគេគិតដល់គូដល់ប្រជាជនគេសម្បើមណាដូចប្រទេសកូស្តារីកាហើយប្រទេសមួយចំនួននៅ Central America ណាម្ល៉េះមិនមែននិយាយតែពីរឿងតែអាគារធំឬមួយហេដ្ឋារចនាសម្ព័ន្ធដែលយើងចម្ពាក់លុយគេខ្ចីលុយបលគេដើម្បីបង្កើតបងប្អូនឲ្យខ្ចីលុយបលធ្វើហេដ្ឋារចនាសម្ព័ន្ធហ្នឹងគេថាទន្ទឹមនឹងចម្ពាក់គេហ្នឹងណាបងប្អូនគ្រួសារហ៊ុនសែននិងបពុបានលុយហ្នឹងបើគេឲ្យ1លានមកហ្នឹងអាកន្លះលានចូលកប៉ៅគ្រួសារគេទៅហើយឲ្យដឹងចេះទៅម្ល៉េះឲ្យហ្នឹងរឿងហ្នឹងក៏បង្កើតអយុត្តិធម៌សង្គមអត់ឈប់ឈរទេបងប្អូនរឿងហ្នឹងរឿងធំមែនតើរឿងលោកដៅហ៊ុនបហាតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យបដូរហ៊ុនសែនដឹងតែយើងទាំងអស់គ្នាយើងទាំងប្រទេសទាំងនៅក្នុងប្រទេសទាំងក្រៅប្រទេសបងប្អូនគ្មានអ្នកណាទ្រាំបានទៀតទេជាមួយតកូលហ៊ុនហ្នឹងចង់អ្នកណាដែលអ្នកថាអ្នកឯករាជ្យឬមួយទោះជាបីអ្នកគណៈបកប្រជាជននឹងក៏ដោយក៏គេទ្រាំលែងបានដែរអ្នកខ្លះទ្រាំទៅដោយសារតែមានបានលៀបសការៈបានលុយកាក់បានមុខមាត់អីក៏ប៉ុន្តែភាគច្រើនបងប្អូនគ្មានអ្នកណាទ្រាំបានទេក៏ប៉ុន្តែយើងឃើញថាមានអ្នកខ្លះនឹងហ៊ានមកលោកដៅហ៊ុនទន្ទឹមថាលោកហ៊ុនសែនចេញមួយវាយមួយបបធរដូចថាអ្នកណាហ៊ានតែគាត់បំប្រើអ្នកណាហ៊ានតែរិះគន់គាត់គាត់ចាត់អស់ហើយអ្នកណានិយាយតែគាត់និយាយខ្លួនគាត់ទៀតគាត់ថាមិនមែនត្រឹមតែរិះគន់ទេឲ្យតែហ៊ានថាមិនមែនហ៊ានតែត្រឹមតែចែកចាយអត្ថបទខ្លះ
ទេកាត់គាត់តែ comment ហ្នឹងក៏គាត់អាចទៅតាមចាប់ដាក់គុកដែរគាត់ហ៊ាននិយាយអញ្ចឹងហើយតើយើងបងប្អូនយើងទ្រាំដល់ណាទៀតហើយទន្ទឹមហ្នឹងលោកដៅហ៊ុនមាននៅកម្ពុជាមានក្មេងៗមានយុវជនហើយមានយុវចាស់ដូចបណ្ឌិតមាសនេះគាត់ហ៊ាននិយាយលោកដៅហ៊ុនគាត់ហ៊ាននិយាយតែយើងនិយាយកុំនិយាយពាក្យអសរោះកុំនិយាយពាក្យជាកុំនិយាយឲ្យចំថ្មីហ្នឹងវីដេអូរបស់លីស្រីស្រស់ដែលជាសកម្មជនសង្គមមួយដែលលេចធ្លោជំនាន់លោកកែមលីជំនាន់អីកូនធ្វើតាមកែមលីយុវជនកែមលីហ្នឹងក៏គាត់ហ៊ាននិយាយដែរគាត់ហ៊ាននិយាយច្បាស់គាត់ថាតើយុវជនអ្នកណាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យទៅជាយុវជនដែលអាចជួយបន្តជួយជាតិបានហ្នឹងត្រូវធ្វើយ៉ាងម៉េចម្ល៉េះហើយយើងមិននៅស្ងៀមតែយើងធ្វើអំពើណាដែលមិនឲ្យជ្រុលពេកកុំឲ្យលោកហ៊ុនសែនចាប់កំហុសដាក់គុកក៏ប៉ុន្តែខ្ញុំថារឿងហ៊ុនសែនច្បាស់ជាមិនអាចបន្តទៅបានណាទៀតដែរបើសិនបោះឆ្នោតមិនបានមិនខ្ញុំមិនបាច់និយាយថាត្រឹមត្រូវយុទ្ធធម៌ 100% លោកហ៊ុនគ្រាន់តែត្រឹមត្រូវយុទ្ធធម៌ត្រឹមតា50-60% ហ្នឹងក៏លោកហ៊ុនសែនធ្លាក់ដែរខ្ញុំថាវាទៅអត់រួចអត់មានអ្នកណាត្រូវការលោកហ៊ុនសែនទេសម័យនេះអ្នកណាក៏នេះដែរបានអញ្ចឹងហើយបានគាត់ប្រើបបធម៌ចេញមួយវាយមួយហ្នឹងឲ្យគេខ្លាចឲ្យគេអត់ហ៊ាននិយាយណាហើយយើងឃើញហើយគាត់នៅតែចាប់បន្តទោះជាគាត់ថាបង្រួបជាតិណាដោះលែងបន្ធូរទោសរបស់លោកកឹមសុខាជាផ្លូវបើកផ្លូវឲ្យប្រជាជនបង្រួបជាតិក៏ប៉ុន្តែរឿងពិតមិនមែនអញ្ចឹងទេថាលោកហ៊ុនសែនបន្តលៀបពណ៌រឿងលោកគាត់ចំពោះនយោបាយរបស់លោកហ៊ុនសែនដោយសារគាត់ភ័យខ្លាចការក្រោកឈររបស់ប្រជាពលរដ្ឋទៅគាត់គម្រាមថាងើបមួយវាយមួយងើបពីរវាយពីរក៏ប៉ុន្តែសារនយោបាយងើបមួយវាយមួយងើបពីរវាយពីររបស់លោកហ៊ុនសែនអាចថាថេទេអាចគាត់ថាជាសារគម្រាមចប់ឡប់ទេសូម្បីខ្ញុំចង់ងាកទៅអតីតកាលដូចជាការសម័យអាណានិគមបារាំងចូលតាមសូម្បីតែបារាំងយើងរស់ក្រោមអាណានិគមគេយ៉ាងណែនដៃក៏ប៉ុន្តែនៅតែមានការតស៊ូជាពិសេសគឺស្ថាប័នសាសនាដឹកនាំដោយអាចារ្យហេមឈៀវថាបដកម្មសង្គ្រាមឆាត់ហ្នឹងតើអាចមានគាត់ថាបញ្ហាក៏ប្រវត្តិសាស្ត្រកើតឡើងដល់របបហ៊ុនសែនដែរទេបាទខ្ញុំថាអ្វីក៏អាចកើតឡើងដែរលោកដៅហ៊ុនយើងឃើញប្រទេសជាច្រើនដែលអាចបដូរមេផ្ដាច់ការជួនកាលហ្នឹងមិនបាច់ខាងងើបឡើងឬមួយរឿងអ្វីជាធំដុំទេណាប្រទេសស្រីលង្កាប្រទេសបំផ្លាតដែរពីរឿងការងារធ្វើពីរឿងថាជេរយក 25% ឲ្យគ្នាគេធ្វើការហ្នឹងគឺថាយុវជនចេញឡើងព្រមគ្នាហើយពុករលួយអត់ដល់ហ្នឹងផងប្រទេសហ្វីលីពីនប្រទេសអីគេថាប្រទេសច្រើនណាស់បងប្អូនដែលពុករលួយមិនដល់ប្រទេសកម្ពុជាយើងផងហើយអយុត្តិធម៌ក្នុងសង្គមអត់ដល់យើងផងគេអាចងើបឡើងបានហើយអត់មានអីគ្រាន់តែមានដូចថារំងើបភ្លើងនៅតែបន្តដូចថាងុំនឹងកាលណាមានសាំងមកឈួលមកគេថាឆេះប្រាវនឹងបងប្អូនលើកនឹងទុកអត់ឈ្នះទេហើយកុំសង្ឃឹមថាគេអត់អោនឲ្យលោកហ៊ុនសែនគេអត់អោនឲ្យបពុះរបស់គាត់ពីព្រោះពួកគាត់ធ្វើបាបគេណាស់ធ្វើបាបមែនតើលោកដៅហ៊ុនគេថាមហាធ្វើបាបយើងឃើញហើយពីរឿងដីធ្លីពីរឿងគ្រប់សពពីរឿងសុខសារពើពីរឿងការបោកប្រាស់ដូចថាបោកប្រាស់ឆៅពីរឿងលុយដាក់ធនាគារពីរឿងការបោកយកលុយទៅអភិវឌ្ឍខ្យល់រឿងហ្នឹងគេថាបន្តគ្នាហើយពីរឿងឲ្យខ្ចីលុយមីក្រូហិរញ្ញថោករបស់ពួកឲ្យយើងមើលឲ្យដិតដល់មែនតើរឿងនោះជារឿងមួយអយុត្តិធម៌បំផុតចំពោះពលរដ្ឋណាពួកអ្នកធនាគារនឹងឲ្យខ្ចីលុយមិនបាច់មានអីក៏បានមិនបាច់ធ្វើអីក៏បានឲ្យខ្ចីលុយអ្នកខ្ចីលុយបន្តខ្ចីលុយទៅកាខ្ចីលុយធ្វើបន់ផ្កាខ្ចីលុយការកូនហើយដល់ពេលនេះទៅអត់មានលុយសងគេរឹបអូសទ្រព្យសម្បត្តិរបស់គេបងប្អូនរឿងហ្នឹងក៏គេថាលោកហ៊ុនសែនដឹងរឿងហ្នឹងមិនមែនដឹងគឺថាធ្វើមិនឲ្យតែគ្នាគាត់បានចំណេញបានលុយច្រើនដើម្បីឲ្យពួកអ្នកមានអំណាចហ្នឹងគ្រប់គ្រងគាត់ពីព្រោះគាត់ត្រូវការលុយហើយវិញគាត់ត្រូវការលុយច្រើនដោយសារតែក្រុមដែលគ្រប់គ្រងគាត់ហ្នឹងដើម្បីគ្រប់គ្រងគាត់ហ្នឹងត្រូវតែមានលុយច្រើនពួកអ្នកដែលកងការពាររបស់គាត់ហ្នឹងបងប្អូនមិនមែនប្រាក់ខែ200ទេមិនមែនប្រាក់ខែ500បើសិនណា1000 2000ពួកហ្នឹងអត់យកទេពួកហ្នឹងមិននៅរៀលមិននៅក្រាញជាមួយលោកហ៊ុនសែនទាល់តែបានទ្រព្យសម្បត្តិយ៉ាងច្រើនហើយមេមួយទៀតក៏ត្រូវការលុយច្រើនដែរម្ល៉េះហើយយើងឃើញថាជុំវិញលោកហ៊ុនសែនត្រូវការលុយហើយនៅពេលដែលប្រទេសកម្ពុជាឥឡូវហ្នឹងក៏ជាកត្តាមួយនឹងអាចឲ្យរបបហ៊ុនសែននេះឆាប់ដួលរលំដែរនៅពេលដែលសេដ្ឋកិច្ចចង់ដួលរលំពលរដ្ឋអត់មានការងារធ្វើហើយ
អ្នកមានអ្នកដែលនៅជុំវិញហ៊ុនសែនធ្លាប់ចាយសបាយហូហៀឥឡូវនឹងគាត់អត់មានឥឡូវនឹងលោកដៅហ៊ុនមាននៅក្នុងរ៉េអាលនឹងមានអ្នកជនភៀសខ្លួនមកជាច្រើនដោយសារតែនៅបន្តដោយសារតែមុខរ៉េអាលនឹងមានអ្នកខ្លះគេមានរបៀបធ្វើកណ្ដាស់ស្នាមអីហើយទីក្រុងមុខរ៉េអាលនៅខេត្តកែបិចហ្នឹងដូចជាស្រួលដូចជាទទួលស្គាល់ជនភៀសខ្លួនគេសុំនៅឲ្យតែម្ដងនេះតែមានរបៀបច្រើននៅលោកដៅហ៊ុនមានតាំងពីអ្នកធ្វើការទូតខ្មែរនៅកាណាដាហ្នឹងគេមានរបៀបថាឥឡូវយកមនុស្សមកដើម្បីចូលធ្វើសន្និបាតប្រហែលខែប្រហែលទឹកមុននេះគេធ្វើសន្និបាតមួយ145ប្រទេសមកប្រជុំនៅទីក្រុងម៉ុងរ៉ាល់គេបញ្ជូនខ្មែរមកខ្មែរនឹងអត់មានចេះងអីទេគ្រាន់មកដល់នេះទៀមទានៅក្រោយណាហើយសោកលុយគេដើម្បីបានមកដល់ហើយនឹងប្រទេសថៃចង់និយាយថាគាត់និយាយយ៉ាងម៉េចគាត់មកដល់គាត់និយាយថាប្រទេសកម្ពុជាឥឡូវនេះអ្នកណាក៏ចង់ចេញមកអស់ប្រមាណក៏ចេញមកដែរហើយរឿងគេថាវាវេទនាទៅវាអត់មានទៅតាមម្នាក់យុវជនអត់មានមើលឃើញអីទៅថ្ងៃមុខឯលោកដៅហ៊ុនគេថាវេទនាខ្លាំងមែនតើហើយឥឡូវហ្នឹងរឿងខោបោកអនឡាញមួយទៀតគាត់និយាយប្រាប់ទៀតរឿងសំខាន់មែនតើលោកដៅហ៊ុនឥឡូវហ្នឹងចាប់ផ្ដើមឡើងវិញហើយប៉ោយប៉ែតគេបិទភាសាឥឡូវចាប់ផ្ដើមឡើងវិញហើយរបាយការណ៍របស់Amnesty International គេនិយាយប្រាប់ថាឥឡូវហ្នឹងខ្មែរយើងហ្នឹងក៏ចាប់ដើមរកស៊ីនឹងដែរដកសារគាត់អត់មានការធ្វើគាត់ធ្លាប់ចេះពីចិនមកណាឥឡូវហ្នឹងគាត់បើករបរហ្នឹងធ្វើខ្លួនគាត់ផ្ទះ4 10 20នាក់អញ្ចឹងទៅផ្ទះជួបទៅអីគាត់បើកធ្វើខ្មែរយើងអ្នកធ្វើលោកដៅហ៊ុនម្ល៉េះហើយកម្ពុជាមិនដឹងជាចេញផ្លូវណាហើយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតក៏ដឹងខ្លួនដែរគាត់អត់មានកន្លែងផ្លូវចេញទេហើយលោកហ៊ុនសែនទៅចិនថ្មីណាខ្ញុំមិនដឹងដូចខ្ញុំមើលទៅដូចថាចិនគេគ្រប់គ្រងតែសង្ឃឹមថាចិនឲ្យខ្ចីលុយបើសិនណាឲ្យខ្ចីលុយមែនច្បាស់ជាអួតក្អេងក្អាងបែកអាកាសហើយក៏ប៉ុន្តែមកទល់រាល់ថ្ងៃនេះអត់ឃើញទេម្ល៉េះហើយខ្ញុំយល់ថាកម្ពុជាមានវិបត្តិយ៉ាងធ្ងន់ខាងផ្លូវសេដ្ឋកិច្ចបងប្អូនក៏ផ្លូវសេដ្ឋកិច្ចម្ល៉េះហើយវិបត្តិសេដ្ឋកិច្ចនេះនឹងអាចជំរុញឲ្យពលរដ្ឋចេញព្រមគ្នានឹងអាចដួលរបបអាការវិញនឹងអាចដួលរលំបានបាទអរគុណបាទអរគុណចាស់លោកវណ្ណរិនក្នុងតាមការលើកឡើងរបស់លោកហ៊ុនសែនតចិនសង្ឃឹមថាទៅជិះលុយដើម្បីជួយក៏ចិញ្ចឹមរបស់ខ្លួនឲ្យមានជីវិតរស់បន្តទៅទៀតក៏តែហាក់ដូចជាអត់លើចិនប្រកាសថាជួយស្អីដល់របបហ៊ុនសែនទេដូច្នេះយើងឃើញថាពេលដែលហ៊ុនសែនទៅសម្ពាធរបស់អន្តរជាតិជាពិសេសបញ្ហា EBA បញ្ហា GSP ដែលគេផ្ដាច់មិនជួយហ្នឹងហ៊ុនសែនអត់ខ្វល់ទេអាងខ្លួនថានឹងមានលុយចំណូលពីការឆបោកអនឡាញដូច្នេះឥឡូវដល់បញ្ហាឆបោកអនឡាញក៏ត្រូវសម្ពាធអន្តរជាតិគេដឹងគេលឺបែកការឥឡូវហាក់ដូចជាភ័យខ្លួនដូច្នេះយើងឃើញថាតើរបបហ៊ុនសែនមិនលោកថានឹងដួលរលំនៅក្នុងពេលឆាប់ខាងមុខឥឡូវខ្ញុំងាកទៅលោករីកេវិញពាក់ព័ន្ធនឹងរបបលោកហ៊ុនសែនដែរលោករីកេដោយលោកហ៊ុនសែនគាត់ប្រកាសហើយប្រកាសទៀតយើងទី1កម្រាមហើយទី2បង្ខំឲ្យប្រជាពលរដ្ឋនឹងអគុណសន្តិភាពតើអភាសាសន្តិភាពនឹងថាដូចជាអាចថាបង្ខំឲ្យពលរដ្ឋខ្មែរមួយនគរអគុណតកូលហ៊ុនទៅដោយសារគាត់មិនយល់ធ្វើតកូលអគុណតកូលហ៊ុនដាក់អគុណសន្តិភាពទៅវិញដែលគាត់លើកឡើងនៅថ្ងៃខួប75ឆ្នាំរបស់គណៈបព្វជិជននឹងគាត់ថាគណៈបព្វជិជននឹងឲ្យដល់មកសន្តិភាពសុខសន្តិភាពជូនដល់ប្រជាពលរដ្ឋយើងត្រូវតែការពារនិងថែរក្សាសន្តិភាពឲ្យបានគង់វង្សតែចំពោះលោកមានទស្សនៈថែមពីលើនឹងបន្តិចទៀតដើម្បីបញ្ជាក់ដល់ប្រជាពលរដ្ឋយើងនឹងបានយល់ជាច្បាស់ថែមទៀតបាទសូមចេញខ្ញុំយល់មិនខ្ញុំបានរំលឹករួចម្ដងហើយប៉ុន្តែខ្ញុំយល់ទី2ខ្ញុំយល់ថាបងប្អូនប្រជាពលរដ្ឋក៏ដឹងគេថាមានសន្តិភាពពីណាមកគ្មានស្ថិរភាពគ្មានសេរីភាពគ្មានក្នុងសង្គមសន្តិភាពលុះត្រាតែមានយុត្តិធម៌មិនអញ្ចឹងបាទហ្នឹងបានមានសន្តិភាពបើគ្មានយុត្តិធម៌មានសន្តិភាពឯណាហើយដើម្បីមានយុត្តិធម៌កន្លែងណាបើអត់មានសេរីភាពក្នុងការបញ្ចេញមតិមានសេរីភាពក្នុងការមតិកន្លែងណាបើអត់មានប្រជាធិបតេយ្យមានប្រជាធិបតេយ្យកន្លែងណាបើអត់មានការបោះឆ្នោតដល់ត្រឹមត្រូវហើយមានការបោះឆ្នោតយ៉ាងម៉េចត្រឹមត្រូវយ៉ាងម៉េចបើលួចស្លឹកឆ្នោតរហូតអញ្ចឹងអាហ្នឹងជាចូលមកដល់សំណួរវាសួរបដិញគ្នាណាអញ្ចឹងមកខ្ញុំបកមករឿងលោកវណ្ណរិនក៏លើកពីលោកដៅហ៊ុនសួរពីដើមទីយើងត្រូវធ្វើយ៉ាងម៉េចបងប្អូនយើងដឹងហើយថារបបនេះជារបបភោនឹងកុហកឬភោកុហកនឹងដែលសម្លុតគំរាមកំហែងអញ្ចឹងយើងមិនចង់រស់នៅក្នុងរបបនឹងទេយើងមើលប្រទេសជាច្រើនខ្ញុំដឹងថាបងប្អូនកំពុងតែត្រៀមកម្លាំងយ៉ាងម៉េចត្រូវតែចិញ្ចឹមចិត្តនឹងឲ្យកុំឲ្យរសាយនៅគ្រប់គ្រងរដ្ឋាភិបាល$23បន្តហើយពួកយើងនឹងខំប្រឹងជួយដោះស្រាយបញ្ហាតែបងប្អូនកំពុងតែជួបប្រទះតែដោះស្រាយបញ្ហាយ៉ាងម៉េចនោះគឺយើងកំពុងតែធ្វើកិច្ចការទូតធ្វើកិច្ចការ
ការបរទេសក៏សូមឲ្យបងប្អូននៅខាងក្នុងស្រុកហ្នឹងក៏ជួយកម្លាំងចូលរួមផងដែរចូលរួមមិនចាំបាច់ចាំចេញមុខទេចូលរួមតាមខ្សឹបបាទយើងប្រើមធ្យោបាយខ្សឹបសៀវគ្នាទៅព្រោះមានអ្នកណាមកហាមគាត់យើងឬមិនឲ្យខ្សឹបគ្នាទេបាទបងប្អូនប្រើមធ្យោបាយហ្នឹងឲ្យគ្រប់គ្នាឲ្យគ្រប់កន្លែងនៅពេលមួយដែលមានឱកាសមកដល់អានឹងយើងនៅតែតស៊ូយើងនៅតែតស៊ូបន្តខ្សឹបនៅគ្រប់កន្លែងទាំងអស់ថារបបនេះជារបបបង្កើតឡើងដោយយួនដើម្បីយួនសម្រាប់យួនអញ្ចឹងខ្មែរអត់មានឱកាសរស់ទេអញ្ចឹងយើងស្លាប់អញ្ចឹងយើងសុខចិត្តធ្វើយ៉ាងម៉េចត្រូវតែងើបឈរទាំងអស់គ្នាបាទហើយកុំសង្ឃឹមថាពឹងរបបនេះឲ្យទៅដោះស្រាយបញ្ហាអីទាំងអស់អត់មានទេមានតែបង្កើតបញ្ហាឲ្យបងប្អូនថែមហើយយើងមើលឃើញអំពីអភិវឌ្ឍកុំទៅជឿពីអភិវឌ្ឍនៅសោះអភិវឌ្ឍវាកើតឡើងធ្វើអភិវឌ្ឍប្រែមកថាធ្វើឲ្យជឿនលឿនយ៉ាងម៉េចបើដើរថយក្រោយរហូតចឹងនោះតាំងពីមានសិទ្ធិមនុស្សឡើងអត់សិទ្ធិវិញហើយបាទតាំងពីដីនៅប៉ុណ្ណានេះដីតូចទៅហើយតាំងពីព្រៃឈើនៅពេញប្រទេសឥឡូវនេះអស់ព្រៃឈើចង់រលីងហើយបាទតាំងពីគ្មានយួននៅស្របច្បាប់ឥឡូវមកយួននៅពេញស្រុកពេញប្រទេសទាំងអស់អានេះយើងមើលឃើញនេះសិតជារឿងដែលបងប្អូនត្រូវតែគិតអញ្ចឹងកំហុសទាំងឡាយទាំងពួងនេះចូលដល់ប្រធានបទរបស់យើងដដែលហ្នឹងគឺថាយើងត្រូវរួមគ្នាថ្កោលទៅបាទថ្កោលទៅនៅរបបហ្នឹងត្រូវទៅតាមរយៈមានទីជាមានការដាក់ញត្តិហើយបាទបងប្អូនចូលរួមក្នុងនាមយើងជាខ្មែរបាទយើងត្រូវតែចូលរួមចុះញត្តិនៅទាំងអស់គ្នាឲ្យបានច្រើនគ្នាបាទពីព្រោះអីវាអស់ហើយតម្លៃជាខ្មែរអស់ហើយសិលធម៌ជាខ្មែរអត់មានអីទៀតទេហើយនឹងសំខាន់ជាងគេនឹងគឺយើងកំពុងតែរស់នៅក្នុងហានិភ័យមួយយ៉ាងធ្ងន់ធ្ងរដែលនឹងអាចបាត់បង់នៅពូជសាសន៍របស់យើងដែលហ៊ុនសែនកំពុងតែបំផ្លាញបន្តបន្ទាប់ពីព្រោះអីគេកំពុងតែចិញ្ចឹមចោលកំពុងតែចិញ្ចឹមឃាតករអ្នកណាដែលហ៊ានរិះគន់រដ្ឋាភិបាលរិះគន់ពួកអង្គើអយុធធម៌ទាំងឡាយទាំងពួងគេចោទថានឹងគណៈបព្វប្រឆាំងណាទោះបីនៅនឹងរស់ក្នុងមិនចូលគណៈបព្វប្រឆាំងមិនមានសមាជិកគណៈបព្វប្រឆាំងមិនដែលឲ្យលុយគណៈបព្វប្រឆាំងមិនដែលចូលរួមជាមួយគណៈបព្វប្រឆាំងដោយសារតែទង្វើរបស់ខ្លួនរបស់រដ្ឋាភិបាលនឹងរបស់របបប្រមុខពេញនឹងអយុធធម៌ពេកគ្នាហើងើបឈរនិយាយថាឥឡូវអស់ផ្ទះហើយនៅប្លង់នៅធនាគារដីនៅថៃនិយាយចឹងក៏បានដែរអាហ្នឹងអយុធធម៌ឲ្យចោទគ្នាទាំងគណៈបព្វប្រឆាំងទៀតបកកែខាងលៀបពួរហ្នឹងណាហើយបកកែខាងជេបតិចបកកែខាងអបបធោអសរោះជេពេញស្រុកពេញភូមិមិនដែលមាននរយកនាយករដ្ឋមន្ត្រីមកដឹកនាំបែបដឹកនាំបែបដោយហ៊ុនសែននឹងទេមិនដែលនរយកមនុស្សល្ងងមកដឹកនាំបែបហ្នឹងទេក្នុងពិភពលោកហ្នឹងមើលទៅបងប្អូនជុំវិញខ្លួនគេសិតយកសិតតែជាអ្នកដែលមានគំនិតល្អជាតិនិយមប្រកបវិជ្ជាមានសញ្ញាបត្រត្រឹមត្រូវខ្ញុំដឹងថាសម័យខ្មែរក្រហមជាសុផនក៏មានសញ្ញាបត្រសេដ្ឋកិច្ចនិងនយោបាយដែរដឹកនាំប្រទេសហិនហើយដែរប៉ុន្តែនៅក្នុងហ្នឹងក៏យើងត្រូវយល់ថាអ្នកណានៅពីក្រោយដែរមិនដូចមិនខុសទេសប្តាហ៍ថ្ងៃនេះគឺដូចតែយួនអញ្ចឹងមានចិនមានយួននៅពីក្រោយហ្នឹងអញ្ចឹងរដ្ឋាភិបាលរបស់អាយ៉ងនេះអត់មានត្រូវនេះទេរដ្ឋាភិបាលរបស់អាយ៉ងរបស់អាយ៉ងដែលថាយើងសប្តាហ៍ថ្ងៃនៅក្រោមពីស្ទាប់ណាក្រោមដុំថ្មពីរដុំណាបាទអញ្ចឹងយើងត្រូវតែខំប្រឹងបាទខំប្រឹងចូលរួមទាំងអស់គ្នាដើម្បីថ្កោលទោសដោយទៅតាមរយៈញត្តិទៅតាមរយៈសំណេរទៅតាមរយៈការខ្សឹបខ្សៀវហើយយើងនឹងយកពាក្យពេចន៍ទាំងអស់នេះដែលបងប្អូនបានចុះហត្ថលេខាឬក៏ក្នុងរយៈពេលបន្តិចទៀតហ្នឹងមួយថ្ងៃពីរថ្ងៃទៀតហ្នឹងយើងនឹងឃើញហើយសាររបស់យើងនឹងដាក់ជូនទៅហើយអញ្ចឹងយើងនឹងយកពាក្យពេចន៍ទាំងអស់ហ្នឹងទៅប្តឹងបាទនៅតុលាការមិនថាទៅប្រឹងទេទៅជំរាបដល់រដ្ឋាភិបាលដែលដូចជាសហរដ្ឋអាមេរិកជាដើមនិងកាណាដានិងឬក៏កន្លែង Amnesty International ឬក៏ទៅកន្លែងអង្គការសហប្រជាជាតិដើម្បីបង្ហាញប្រាប់ថាពលរដ្ឋខ្មែរឆ្អែតហើយសូមថ្កោលទោសរួមគ្នាថ្កោលទោសនៅទង្វើក្បត់ជាតិទង្វើអយុត្តិធម៌ទង្វើនីតិរដ្ឋភាពដែលមិនចេះចប់មិនចេះហើយនៅក្នុងស្រុកខ្មែរហើយឲ្យរដ្ឋាភិបាលទាំងអស់នឹងជួយប្រជាពលរដ្ឋខ្មែរផងព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើនក៏រងទុក្ខវេទនាសម្បើមណាស់សប្តាហ៍ថ្ងៃនេះហើយបងប្អូនយើងត្រូវតែចូលរួមទាំងអស់គ្នាបើបងប្អូនអត់ចូលរួមទេអានឹងវាសនារបស់យើងនឹងនឹងមិនខុសពីវាសនានៃប្រទេសមួយចំនួនទេដែលបាត់បង់ពូជសាសន៍ខ្ញុំយល់ថាបងប្អូនច្បាស់ជាចូលរួមហើយព្រោះយើងមិនចង់ឲ្យពូជសាសន៍របស់យើងបាត់បង់ទេមិនចង់ឲ្យខ្មែរយើងវេទនាបន្តទៀតទេហើយពួកយើងនៅខាងក្រៅនេះចូលរួមយ៉ាងសកម្មទោះបីជួបថ្ងៃទីណាក៏ដោយយើងខំប្រឹងគ្រប់កន្លែងទាំងអស់ដើម្បីប្រជាពលរដ្ឋ
ដើម្បីបងប្អូនហ្នឹងដើម្បីបូរណភាពទឹកដីរបស់យើងអានេះជាចំណុចល្អបន្តខ្សឹបបន្តចុះញត្តិបន្តនិយាយគ្រប់កន្លែងទាំងអស់ហើយកុំខ្លាចកុំញញើតព្រោះអាការដែលយើងធ្វើច្រើនគ្រប់កន្លែងហ្នឹងធ្វើឲ្យពួកផ្ដាច់ការនៅមិនសុខទេអង្គុយទៅភ័យអង្គុយនឹងកៅអីនេះក្រៅគូទេព្រោះកៅអីសប្តាហ៍ថ្ងៃនេះជាកៅអីរបស់បងប្អូនតាមិនមែនកៅអីរបស់ពួកផ្ដាច់ការណាបងប្អូនត្រូវទៅយកកៅអីហ្នឹងមកអង្គុយនៅខ្លួនយើងវិញដាក់អ្នកប្រជាធិបតេយ្យដាក់អ្នកស្រឡាញ់យុត្តិធម៌ដាក់អ្នកដែលការពារបូរណភាពទឹកដីនិងគិតប្រយោជន៍ពលរដ្ឋប្រយោជន៍រួមជាធំនឹងបងប្អូនព្រោះបានសុខបាទនេះជាអនុសាសន៍ខ្លះជូនដល់បងប្អូនជនរួមជាតិដែលនៅខាងក្រៅស្រុកយើងដាក់ចុះញត្តិទៅបងប្អូនក្នុងស្រុកសេពទៅបាទហើយកុំខ្លាចកុំញញើតចង់គេថាអ្នកខ្លះគេថាមួយម៉ាត់ទៀតចុះអ្នកខ្លះគេថាមិនហ៊ានចុះឈ្មោះមិនហ៊ានចុះញត្តិមានន័យខ្លាចអត់ទៅស្រុកខ្មែរវិញអត់កើតខ្ញុំសូមផ្ដាំទៅវិញថាបើបងប្អូនខ្លាចបែបហ្នឹងថ្ងៃក្រោយអាចនឹងមិនមានស្រុកទៅលេងទេបាទកុំចង់បានគិតអាត្មានិយមខ្លាំងពេកគិតប្រយោជន៍រួមផងហើយលោកកូនខ្លះដូចចៅរបស់យើងគ្មានប្រទេសទៅលេងចង់បញ្ចប់មកខ្លាយទៅជាប្រទេសយួនប្រទេសស្អីចឹងទៅអានឹងធ្វើម៉េចទៅបាទថៃយកបែកខាងលិចយួនយកបែកខាងកើតខ្មែរនៅតាណាអានឹងអត់ចង់បានបែបហ្នឹងទេណាហើយសប្តាហ៍ថ្ងៃនេះគឺច្បាស់ណាស់គឺនឹងទៅបែបហ្នឹងហើយបើសិនបើយើងបដ ாய் ប៉ុន្តែយើងអត់បដ ாய் ទេមិនមែនបើសិនតែយើងអត់បដ ாய் ទេបាទយើងជាពលរដ្ឋខ្មែរត្រូវតែក្លាហានត្រូវតែរស់នៅឲ្យមានជីវិតថ្លៃថ្នូរមានតម្លៃខ្លួនឯងជាខ្មែរប្រកបវិជ្ជាដោយសម័យអង្គរអញ្ចឹងបាទសូមអរគុណបាទអរគុណច្រើនលោករាជាបានបកស្រាយយ៉ាងក្បោះក្បាយពាក់ព័ន្ធនឹងការបញ្ចេញសារដាស់សតិដល់ប្រជាពលរដ្ឋខ្មែរឲ្យភ្នាក់លើកឡើងនឹងហើយជាការប៉ុណ្ណាយើងទៅតែអាណាព្យាបាលមិនឲ្យគួរតែបណ្ដោះបណ្ដាលរដ្ឋការជាតិដល់កូនចៅចំនួនក្រោយឲ្យគាត់ដឹងភ្នាក់លើកប្រទេសគេតែជាការពារទឹកដីឥឡូវយើងឃើញបច្ចុប្បន្នដូចជាប្រទេសអ៊ុយក្រែនសូម្បីមហាអំណាចរុស្ស៊ីដែលជាប្រទេសក៏ខ្លាំងតាំងសពាវុធខ្លាំងតាំងយោធាក៏មិនតែអ្វីប្រទេសអ៊ុយក្រែនរហូតដល់ពេលនេះជាចូលឆ្នាំទី5ហើយនៅមិនបានសម្រេចដោយសារការស្នេហាជាតិដូច្នេះយើងត្រូវតែបណ្ដុះគំនិតស្នេហាជាតិដូចប្រទេសដទៃយើងកុំបដៅកូនថាកុំខ្វល់រឿងនយោបាយនៃក្រិចនាំដោយសារយើងគិតចឹងហើយបង្កឲ្យមនុស្សល្ងងដឹកនាំដល់យើងរងទុក្ខចឹងនេះយើងរងទុក្ខដូច្នេះយើងក៏មានកំណត់ថាបណ្ដោះកូនចៅបែបនេះខុសហើយគួរតែបណ្ដោះផ្នែកកំណត់គេថាស្នេហាជាតិដោយប្រទេសអ៊ុយក្រែនស្តុកចិត្តងាប់ប្រមាណងាប់ទៅដើម្បីការពារទឹកដីដូច្នេះខ្ញុំងាកមកលោកវណ្ណតិនឥឡូវយើងឃើញហើយរឿងបញ្ហាលោកលីគ្រីបានលើកឡើងអំបញ្ញនេះពាក់ព័ន្ធនឹងបញ្ហាទឹកដីសៀមក្តីយួនក្តីគេឆ្លោះគ្នាក៏ប៉ុន្តែគេមិនដែលភ្លេចអំពីកំណត់ឆ្លៀនពៀនកម្ពុជាតែគ្រប់វិនាទីគេមិនដែលភ្លេចទៅបីគេឆ្លោះគ្នាប៉ុណ្ណាក៏ដោយក៏មិនតែប្រទេសគេកាន់តែរីកធំឡើងក៏មិនតែចំពោះប្រទេសខ្មែរយើងកាន់តែឆ្លោះគ្នាកាន់តែរួញតូចចូលដោយលោករាជាបានលើកយ៉ាងបានអញ្ចឹងលោកមានទស្សនៈយ៉ាងម៉េចចំពោះប្រទេសខ្មែរយើងបើប្រសិនកាន់តែឆ្លោះកាន់តែបាត់ទឹកដីតើមានអនុសាសន៍យ៉ាងណាដើម្បីធ្វើមិនឲ្យខ្មែរយើងរួមគ្នាកំគិតអាត្មានិយមកំគិតក្បាលណាសអត់នោះតើលោកមានអនុសាសន៍យ៉ាងណាសូមរំលឹកលោកវណ្ណបាទមុននឹងបន្ថែមអនុសាសន៍ខ្ញុំចង់និយាយបន្តិចភាគច្រើនលោករីគាអ្នកផ្សេងក៏បាននិយាយច្រើនដែរអំពីពាក្យសម្ដីលោកហ៊ុនសែនឲ្យតែមានអ្នកណាមានមតិអ្វីចែកចោតគេថាពុកប្រឆាំងហើយខ្ញុំសួរទៅវិញថាចុះបើគេជាបកប្រឆាំងបែបតើវាខុសអីនឹងលោកហ៊ុនសែននឹងក្រែងប្រទេសកម្ពុជាជាប្រទេសពហុបកជាប្រទេសប្រជាធិបតេយ្យក្រែងមានគណៈបកប្រឆាំងហើយអ្វីមកគាត់យកពាក្យហ្នឹងមកនិយាយបានសេចក្តីថាពាក្យហ្នឹងគឺលោកហ៊ុនសែននិយាយខ្លួនឯងគឺថាកម្ពុជាមិនឲ្យមានបកប្រឆាំងគឺថាមានតែតកូលហ៊ុនមួយទេដែលអាចទៅនាំទៅកម្ពុជាម្ល៉េះពាក្យហ្នឹងគេគាត់បកមកគេថាគាត់និយាយខ្លួនឯងគាត់ថាគាត់ហ្នឹងកែងតាំងទេកុំភ្លេចថាបងប្អូនគាត់ដឹកនាំបាន40ឆ្នាំជាងនេះគឺថាដោយសារតែអំណាចព្រៃផ្សៃរបស់គាត់ចំនួនណាក៏ដោយបងប្អូនលើខ្ញុំសួរតាំងពីចំនួនសង្គមរាស្ត្រខ្ញុំអាយុឥឡូវនេះខ្ញុំអាយុ67 78ចុះកើតចំនួនសង្គមរាស្ត្រនិយមខ្លះកើតចំនួនលំណខ្លះកើតចំនួនពលពតខ្លះអីខ្លះហ្នឹងទៅបាទហើយមករស់នៅនេះគឺក៏តែខ្ញុំចង់និយាយពាក្យមួយម៉ាត់ថាចំនួនណាក៏វាមិនដែលបិទសិទ្ធិសេរីភាពដោយចំនួនហ៊ុនសែននេះបងប្អូនវាសាហាវព្រៃផ្សៃពេកយើងឃើញថាគាត់បិទមតិពលរដ្ឋនឹងគឺថាគ្មានចំនួនណាដែលដូចចំនួនលោកហ៊ុនសែននឹងទេគឺថាអ្នកណាក៏និយាយមិនបានដែរទោះជាចំនួនសង្គមរាស្ត្រនិយមដែលមានចាប់ខ្មែរសេរីយកទៅសម្លាប់យកអីមិនក៏តែពលរដ្ឋយុវជនកូនសិស្សនៅតែអ្នកមានបញ្ចេញមតិចំនួនសាធារណរដ្ឋក៏នៅតែមានបញ្ចេញមតិម្ល៉េះហើយខ្ញុំថាចំនួនលោកហ៊ុនសែននឹងវាហួសហេតុពេកបានគាត់
លើថាវាហួសនិស័យតើកម្ពុជាយើងឲ្យទ្រាំមិនបានទៀតតាមការកូនខ្មែរយើងទ្រាំមិនបានទេបងប្អូនចំពោះលោកដៅហ៊ួនខ្ញុំអត់មានអីថែមខ្ញុំថាគ្រាន់តែថាបងប្អូនខ្មែរយើងម្នាក់ដឹងខ្លួនហើយថាលំមឆ្អែតទៅបងប្អូនទាំងក្នុងក្រៅទាំងអ្នកនៅក្នុងប្រទេសទាំងអ្នកក្រៅប្រទេសលំមដល់ពេលដឹងថារបស់អ្វីខិតល្អរបស់អ្វីត្រូវរបស់អ្វីខុសហើយអ្នកខ្លះដែលទើបនឹងរត់ចូលហ៊ុនសែនទៀតហ្នឹងក៏វាហួសនិស័យនឹងនិយាយដែរយើងមិនបាច់និយាយទេគឺថាឲ្យគាត់នេះចាស់ដើម្បីគាត់មានលៀបស្ការៈគាត់ចង់បានលៀបស្ការៈកំតែអ្នកដែលទ្រាំនៅខំតស៊ូជាមួយនឹងប្រជាធិបតេយ្យខ្ញុំសង្ឃឹមថាយើងនឹងតស៊ូបន្តទៀតយើងនឹងសង្ឃឹមថានឹងមានថ្ងៃណាមួយលោកហ៊ុនសែនមិនរស់នៅអមតៈទេហើយប្រទេសផ្ដាច់ការក្នុងពិភពលោកមិនដែលនៅហួសនៅ2តទេបងប្អូនធំតែ2តហ្នឹងអស់ហើយលើកឡើងតែពីកូរ៉េខាងជើងមួយទេហើយទោះជាប្រទេសគេកុម្មុយនីសក៏ដោយប្រទេសគេលោកសេរីក៏ដោយវាគ្មានប្រទេសណាដូចប្រទេសកម្ពុជានៅពេលដែលប្រទេសជិតខាងវាយយើងនៅស្ងៀមយើងស្ពះអំបគេឲ្យគេឈប់វាយឲ្យគេយកអីទៅយកស្អីយកទៅស្អឲ្យគេឲ្យថែរក្សាអំណាចឲ្យយើងវាអត់មានប្រទេសណានៅក្នុងចឹងពិភពលោកបងប្អូនសុំបីតែប្រទេសអ៊ីរ៉ង់ឥឡូវហ្នឹងអាមេរិកកាំងវាយប៉ុណ្ណឹងហើយទៅតស៊ូហើយតែចរចាមិនត្រូវវាយវិញចោតាមត្រូវវាយវិញគឺវាយដល់ប៉ុណ្ណឹងហើយនៅតែតស៊ូទៀតមានតែប្រទេសកម្ពុជាទេនៅក្នុងពិភពលោកនេះដែលប្រទេសជិតខាងវាយហើយសុខចិត្តអត់ធ្វើអ្វីនៅស្ងៀមខាំស្មៅឲ្យគេយកអីយកទៅធ្វើមិនឲ្យទៅថែរក្សាអំណាចរបស់ខ្លួនបងប្អូនវាអត់មានប្រទេសណាដូចប្រទេសកម្ពុជារាល់ថ្ងៃហើយគុំភ្លេចថាខ្ញុំនេះយកពាក្យនេះមួយខ្ញុំយកសំណេររបស់លោកអ៊ុំសំអានមួយអត្ថបទដែលគាត់បានចេញផែប្រហែលថ្ងៃ4-5ថ្ងៃអត្ថបទហ្នឹងគាត់យកក្រឹតនៅឆ្នាំ1972ដែលចុះឡើងដែលចុះហត្ថលេខាដោយលោកសេនាប្រមុខលន់នល់និយាយអំពីកោះត្រល់និងកោះគុជណាហើយយើងឃើញក្រឹតនេះគេថាច្បាស់បងប្អូនច្បាស់ឆ្នាំ1972ទោះបីជាប្រទេសកម្ពុជាធ្វើសង្គ្រាមប្រទេសកម្ពុជាមិនរឹងមាំប្រទេសកម្ពុជាទើបតែ2ឆ្នាំជាប្រទេសសាធារណរដ្ឋតែលោកលន់នល់បានបញ្ជាក់ច្បាស់ថាកោះគុជពាក់កណ្ដាលជារបស់កម្ពុជានៅលើក្រឹតនោះហើយនៅទឹកនៅខាងក្រោមប្រមាណជាទឹកជាទឹកសមុទ្ររបស់កម្ពុជាមិនមែនជាទឹកសមុទ្ររបស់រូបទូតស៊ីគ្នាទេហើយកោះត្រល់អញ្ចឹងដែរម្ល៉េះហើយនៅឈូងសមុទ្រខ្មែរតាំងពីកោះត្រល់រហូតដល់កោះគុជថារបស់ខ្មែរទាំងអស់បងប្អូនអត់មានត្រួតស៊ីគ្នាដោយរាល់ថ្ងៃនៅជាមួយនឹងថៃទេហើយនៅខាងកោះត្រល់ក៏អត់បាត់ដែរហើយឈុំសមុទ្រក៏អញ្ចឹងទៀតម្ល៉េះហើយយើងឃើញច្បាស់ថាអ្វីទាំងអស់បាត់បង់ដោយសារប្រកូលហ៊ុននេះអស់រលីងហើយបងប្អូនលំមដល់ពេលដឹងខ្លួនងើបឡើងហើយយើងនៅក្រៅប្រទេសយើងជួយជំរុញហើយខ្ញុំសង្ឃឹមថាបន្ថែមទៀតថាសេដ្ឋកិច្ចនឹងទាញឲ្យបញ្ហារបស់លោកធនហ៊ុននឹងកាន់តែធ្ងន់ធ្ងរទៅម្ល៉េះហើយនឹងអាចដួលរំឆាប់នឹងបងប្អូនត្រឹមតែងើបស្រោះគ្នានៅពេលណាដែលព្រឹត្តិការណ៍មកដល់យើងងើបស្រោះគ្នាដើម្បីដួលដើម្បីផ្លាស់ប្ដូររបបនេះឲ្យចូលទៅបានបាទសូមអរគុណបាទអរគុណចា៎លោកវណ្ណរិនដោយសារពេលវេលាយើងក៏ដល់ទីបញ្ចប់ហើយក៏ប៉ុន្តែឥឡូវលោករីជាចង់មានបន្ថែមទៅលើនឹងទៀតទៅអត់សូមអញ្ជើញដល់មុននឹងបិទកម្មការផ្សាយរបស់យើងនេះហ៊ុនសែនប្រព្រឹត្តអំពើខុសឆ្គងច្រើនណាស់ហើយខុសឆ្គងមិនមែនខុសឆ្គងបែបប្រជាពលរដ្ឋទេខុសឆ្គងកម្រិតអន្តរជាតិហើយកម្រិតជាតិទៀតបាទគឺឧទាហរណ៍មួយឲ្យជាក់ស្ដែងហ្នឹងគឺឥឡូវនេះខ្មែរយើងចង់ដឹកទំនិញចេញពីកំពង់សោមមកសមុទ្រអន្តរជាតិយើងត្រូវសុំច្បាប់ថៃយើងត្រូវជួលបងពុនឲ្យយួនហើយសុំថៃមិនគេឲ្យចេញបើកំពុងតែឆ្លោះគ្នាបែបហ្នឹងបាទដីសមុទ្រខ្លួនឯងសោះហ្នឹងណាបាទឡប់កាត់ឲ្យគេអស់លីងចឹងទៅបងប្អូនអាហ្នឹងក៏មិនអាហ្នឹងគេធ្វើបាបណាមិនធ្វើបាបហ៊ុនសែនណាហ៊ុនសែនទៅខ្វល់អីលុយរាប់លានដុល្លារហ្នឹងយកពីក្រុមឆោបោករាប់ប្រឆេចាយមិនអស់ហ្នឹងប៉ុន្តែអ្នកដែលវេទនាគឺបងប្អូនដែលផលិតនៅគ្រឿងឧបភោគបរិភោគផ្សេងនេះបាទមានអង្គជាព្រៃឬក៏ត្រីសាច់អីដែលត្រូវដឹកចេញទៅឲ្យលក់មកអាមេរិកមកកាណាដានេះអត់បានទេគេគៀបសង្កត់គឺអនុញ្ញាតឲ្យយួនឲ្យស្ថិតនឹងគ្រប់គ្រងលើដែនសមុទ្រទាំងអស់ហ្នឹងអានេះគេសម្បត្តិកកយើងយកទាំងស្រស់តែហ្មងបងប្អូនភ្លេចគេតែរឿងហ្នឹងឲ្យវល់សបាយណាកុំសបាយភ្លេចខ្លួនគិតរឿងជាតិបាទយកប្រយោជន៍ជាតិជាធំពេលហ្នឹងបានយើងបានសុខហើយសបាយហ្នឹងវាដែលបានយូរអីបើប្រទេសខ្មែរយើងកំពុងវេទនាបែបហ្នឹងខ្ញុំយល់ថាសាររបស់ខ្ញុំខ្លីទេប៉ុន្តែឲ្យគិតពីរឿងទង្វើរបស់ហ៊ុនសែនត្រូវរួមគ្នាម្ដងទៀតថ្កោលទោស
នៅជននៅអក្រិតប្រព្រឹត្តនៅអក្រិតកម្មហើយនឹងប្រព្រឹត្តនៅទង្វើក្បត់ជាតិនេះព្រោះហ៊ុនសែននេះក្បត់ជាតិផងប្រព្រឹត្តអង្គទង្វើអក្រិតកម្មអនឡាញផងក៏ប្រព្រឹត្តនៅឃាតកម្មផងដែរបាទស្លាប់កែមលីស្លាប់ឈុតវុធីឬក៏ព្រះអង្គសមន្ត្រីបន្ទាប់ពេលនេះជាវិជានឹងរកឃាតករឃើញទេបាទលើកលំកំយ៉ានេះរួមទាំងគប់គិតគ្នាពួនយកលីរតារស្មីហើយនឹងពេជ្រកំសិនទលាក់ថែមទៀតអានឹងអំពើក្បត់ជាតិអំពើឃាតកម្មលើគោកអានឹងប្រព្រឹត្តនៅទៅធ្វើជាក់ស្ដែងហ្មងបាទនេះ